អរុនសួស្តីបងប្អូនទាំងអស់គ្នានេះជាវីដេអូថ្ងៃទី2របស់ពួកខ្ញុំនៅខេត្តសៀមរាបដោយសារតែពួកខ្ញុំមានគម្រោងត្រូវទៅលេងនៅភ្នំកលែនអញ្ចឹងហើយគឺត្រូវខកពីផឹករៀបចំវេចខ្ចប់ឲ្យបានកូនបើឲ្យហើយតែផឹកនេះគឺប្រហែលម៉ោង9ដែរហ្នឹងណាសម្រាប់ពួកខ្ញុំញ៉ាំអាហារពេលផឹកហើយគឺត្រូវតែទៅហៅហាងកាហ្វេហើយកន្លែងដែលពួកខ្ញុំគេងនេះគឺនៅអត់ឆ្ងាយពីហាងកាហ្វេជប៉ុនដែលគេល្បីឯងអញ្ចឹងពួកខ្ញុំក៏ទៅទិញកាហ្វេនៅនឹងញ៉ាំហាងកាហ្វេនេះមានឈ្មោះថាកាហ្វេកាម៉ាការរៀបចំរបស់គាត់ជាលក្ខណៈបែបជប៉ុនដូចអ្នកទាំងអស់គ្នាបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងហើយនេះជាឧបករណ៍សម្រាប់ស្វែងរកក្លិនកាហ្វេដែលទាំងអស់គ្នាចូលចិត្តព្រោះកន្លែងគាត់ក៏មានលក់ខុសកាហ្វេដែរកំងកាហ្វេរួចរាល់ហើយគឺពួកខ្ញុំត្រូវអង្គុយរងចាំមួយផ្លែតសិនអញ្ចឹងហើយក៏ឆ្លៀតថតទស្សនភាពខ្លះៗនៅក្នុងហាងឲ្យអ្នកទាំងអស់គ្នាបានឃើញឥឡូវនេះពួកខ្ញុំបានកាហ្វេហើយក៏ត្រូវបន្តដំណើរទៅភ្នំកលែនបន្តទៀតដែរប៉ុន្តែនៅតាមផ្លូវពួកខ្ញុំត្រូវជិះកាត់នៅភូមិព្រះដាក់ក៏ត្រូវឈប់ទិញរបស់ញ៉ាំមកចេះកញ្ចប់ខ្លះនៅខេត្តសៀមរាបមួយគឺសម្បូររបស់ញ៉ាំហើយតម្លៃក៏ធូរថ្លៃដែរពួកខ្ញុំបានទិញនំបាក់បិនញ៉ាំតែលើកនេះអត់ចូលទិញកន្លែងម៉ួយទេគឺសាកកន្លែងថ្មីម្ដងរសជាតិនំរបស់គាត់គឺឆ្ងាញ់ហើយប៉ុន្តែសាច់នំរៀងជ្រាយបន្តិចហើយឥឡូវនេះគឺខ្ញុំឲ្យកូនបើសាកញ៉ាំរបស់ថ្មីដែរកូនខ្ញុំត្រឡប់គាត់តែញ៉ាំមួយម៉ាត់ដំបូងអត់ឆ្ងាញ់ហើយគឺអត់មានលើកទី2ទេប៉ុន្តែលើកនេះប្រហែលជាត្រូវចិត្តគេហើយបន្តមកទៀតគឺខ្ញុំត្រូវចូលទិញជ្រូកអាំងទឹកប្រហុកតែលើកនេះបានញ៉ាំនៅកន្លែងហ្នឹងទៀតហើយត្រូវខ្ចប់យកទៅញ៉ាំនៅលើភ្នំកលែនហើយលើកនេះពួកខ្ញុំមកដល់តាន់ម៉ោងណាអញ្ចឹងហើយគឺបានឡើងមកដល់លើភ្នំកលែនបានសម្រាប់ឲ្យអ្នកទាំងអស់គ្នាពេលមកដល់ខាងលើនេះគឺពួកខ្ញុំឈប់ចូលលេងនៅឧទ្យានព្រះចៃវរ្ម័ននរោត្តមភ្នំកលែនសិនខ្ញុំមកភ្នំកលែនច្រើនដងដែរតែលើកនេះលើកទី1ដែលខ្ញុំបានមកលេងកន្លែងនេះណាហើយមិនបាក់ថ្ងៃស្លាញ់ចឹងម៉ែប៉ុន្តែអត់ក្តៅទេអ្នកទាំងអស់គ្នាទេសភាពវិញមិនបាច់និយាយគឺស្អាតឈ្មោះនេះរៀងជ្រៅដែរហ្នឹងណាខ្ញុំមកហ៊ានដើរទៅឆ្ងាយម៉ានេះឈរធំតែកណ្ដុសុវត្ថិភាពដែលគេគប់ឲ្យហ្នឹងហើយបើប្តីខ្ញុំវិញធ្វើជាកាយរៀបរាប់ប្រាប់ខ្ញុំស្អីខ្លះទេពេលហ្នឹងខ្ញុំភ្លេចអស់ហើយចាំបានតែពាក្យមួយម៉ាត់ថាកុំទៅឆ្ងាយពេកអញ្ចឹងហើយគឺខ្ញុំឈរតាមមកកវល់ហ្នឹងឯអ្នកទាំងអស់គ្នាហើយអញ្ចឹងឥឡូវនេះគឺពួកខ្ញុំបានមកដល់វត្តព្រះអង្គធំភ្នំកលែនហើយដែលជាកន្លែងស័ក្តិសិទ្ធិនិយាយមែនអ្នកទាំងអស់គ្នាពេលមកដល់ភ្លាមរឿងអត់សុបាយចិត្តទុកសោកមកសៅដាច់លុយដាច់ skin care អីអលេបាត់តិចទីគ្មានសល់អញ្ចឹងខ្ញុំជឿលើព្រះជាអ្នករំដោះសេចក្តីទុករបស់យើងបាទប៉ុនលើលោកនេះគឺមានមែនទាំងអស់គ្នាខ្ញុំនិយាយមិនមែនខ្លួនឯងអ្នកត្រាស់ដឹងអីទេតែខ្ញុំរៀងជ្រោតជ្រាបរឿងប៉ុនបាបនៅពេលដែលខ្ញុំចាប់ផ្ដើមដឹងក្តីមកគឺខ្ញុំអត់ដែរបំពេញអ្នកណាទេតែបើគេបំពេញខ្ញុំរឿងខ្លះក៏ខ្ញុំហីបានគឺហីហើយតែបើថារឿងណាធំបានគឺដាក់ទៅវិញហើយព្រោះខ្ញុំមិនមែនព្រះទេសម្រាប់វត្តព្រះអង្គធំនេះក៏ជាលើកទី1ដែលខ្ញុំបានមកលេងដែរធ្លាប់តែឃើញចាស់គាត់មកលេងហើយគាត់ថតឧបោសអញ្ចឹងណាកាលហ្នឹងខ្ញុំក៏ឆ្ងល់ដែរខ្ញុំមកលេងភ្នំកលែនច្រើនដងដែរមិនដែរឃើញកន្លែងហ្នឹងអញ្ចឹងដោយសារតែវត្តព្រះអង្គធំហ្នឹងត្រូវជិះមកមុខទៀតទៅបានមកដល់ណាឥឡូវនេះពួកខ្ញុំបានមកដល់ផ្លូវឡើងទៅខាងលើព្រះវិហារហើយនៅតាមផ្លូវហ្នឹងគឺគេតម្កល់ព្រះបដិមាព្រះអង្គធំប៉ុន្តែនៅខាងក្រោមតាមផ្លូវហ្នឹងក៏គេមានកន្លែងសក្ការៈបូជាសម្រាប់យើងអុជធូបថ្វាយបង្គំដែរក្រោយពេលថ្វាយបង្គំព្រះអង្គហើយគឺពួកខ្ញុំបន់ស្រន់ពងប្រាថ្នាគូសជួងសមឲ្យដូចបំណងនេះប៉ុន្តែយើងក៏ត្រូវខិតខំប្រឹងប្រែងដូចគ្នាដែរអ្នកទាំងអស់គ្នាហើយពេលដើរឡើងទៅមួយតែពេលចុះវិញរៀងលឿនតិចហើយដោយសារតែកម្មចដើងក្តៅខ្លាំងហើយអ្នកទាំងអស់គ្នាចង់ខ្លោចជើងចុះមកដល់ក្រោមវិញនេះអាយលីឃើញហឹបដាក់បច្ច័យក៏សុំលុយប៉ាប៉ាយកទៅដាក់និយាយមែនអ្នកទាំងអស់គ្នាកូនខ្ញុំណាឲ្យតែថាឃើញហឹបដាក់លុយដាក់អីគឺតែងតែសុំលុយយកទៅដាក់រហូតហ្នឹងហើយនេះសកម្មភាពពួកខ្ញុំដើរចុះមកខាងក្រោមវិញណាដើម្បីទៅរកកន្លែងញ៉ាំបាយថ្ងៃត្រង់ក្បែរទឹកជ្រោះលើភ្នំកលែនហ្នឹងខែនេះទឹកអត់សូវជាច្រើនទេល្មមអាចក្មេងៗលេងបានហើយអាកាសធាតុចាប់ដើមរៀងក្តៅដែរអញ្ចឹងហើយខ្ញុំក៏ញ៉ាំទឹកដូងមួយសិនសម្រាប់កន្លែងនេះអ្នកទាំងអស់គ្នាហៅម្ហូបហើយក៏គេគិតលុយថ្លៃកញ្ចោះដែរណាហើយពួកខ្ញុំញ៉ាំបាយថ្ងៃត្រង់នៅនេះគឺបានហៅម្ហូបពី3មុខដែរញ៉ាំបាយថ្ងៃហើយឲ្យកូនខ្ញុំលេងទឹកមួយផ្លែតក៏នាំគ្នាចោះត្រឡប់មកក្រោមវិញអញ្ចឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេបើសិនជាចូលចិត្តវីដេអូពួកខ្ញុំកុំភ្លេចជួយចុច like និង subscribe ផងណាបាយបាយបងប្អូនទាំងអស់គ្នា